ចាក៏រកជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនឹងខ្ញុំនៅវីដេអូថ្មីទៀតហើយថ្ងៃនេះដែរនឹងខ្ញុំចង់មកចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាពីការចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារចាហើយឥឡូវចង់ដឹងថាការចិញ្ចឹមមានលក្ខណៈបែបណាទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាដូចឃើញខាងក្រោយនេះខ្ញុំនេះគឺជាការចិញ្ចឹមរបស់ម្ដាយក្មេករបស់នាងខ្ញុំផ្ទាល់គឺគាត់ចិញ្ចឹមលក្ខណៈបែបងាយស្រួលមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែមានធុងតូចមួយសម្រាប់ដាក់កូនមាន់របស់គាត់ហើយចំណីអីគឺលាយលក្ខណៈថាធម្មតាដោយដែលនាងខ្ញុំបានបង្ហាញនៅវីដេអូមុនអញ្ចឹងគឺយើងចាប់ពីអាយុ21ថ្ងៃគឺយើងចាប់ដើមមិនស៊ាំលាយជាមួយនឹងមានបន្លែខ្លះហើយសម្រាប់ពីកូនមាន់ដែលទៅញាស់រហូតដល់អាយុ21ថ្ងៃហ្នឹងគឺយើងផ្ដល់នៅចំណីសុទ្ធតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាដោយយើងអត់បាច់លាយជាមួយនឹងបន្លែអីទេចាហើយសម្រាប់ធុងខាងក្រោយនាងខ្ញុំនេះគឺគាត់ធ្លាប់និយាយថាអាចចិញ្ចឹមបានកូនមាន់ចំនួន200ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់200នេះដែរគឺយើងមិនមែនដាក់វាចាប់ពីអាយុ21ថ្ងៃរហូតដល់លក់ទេគឺនៅពេលដែលវារៀងធំជាងហ្នឹងគឺយើងបញ្ជូនទៅថងមួយទៀតអញ្ចឹងណាចាហើយសម្រាប់កូនមាន់ដែលនៅខាងក្រោយនេះខ្ញុំនេះដែរគឺវាមានចំនួនប្រហែលជា50-60កូនមាន់ទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយដោយដឹងស្រាប់អញ្ចឹងដោយមួយចំនួនគាត់ប្រកាសជាដឹងច្បាស់ហើយថាមួយរយៈក្រោយហ្នឹងនាងខ្ញុំរៀងរអាក់រអួលសម្រាប់ការផ្គត់ផ្គង់មាន់អញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យកូនមាន់របស់គាត់ហ្នឹងវាមានលក្ខណៈថាចម្រុះវាមានសខ្លះហើយវាមានពូជស្គួយខ្លះហើយសម្រាប់ពូជស្គួយហ្នឹងគឺកូនមាន់ដែលគាត់ញាស់នៅផ្ទះខ្លួនឯងព្រោះដោយសារនាងខ្ញុំបានទុកមេពូជឲ្យគាត់ 4-5 ក្បាលអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់អាមាន់ដែលពណ៌សហ្នឹងគឺគាត់ត្រូវការទិញចំណូលមកពីអ្នកភូមិដែលចិត្តហ្នឹងអញ្ចឹងណាព្រោះដោយសារមួយរយៈក្រោយនេះនាងខ្ញុំគ្រប់គ្រងអត់ទាន់អញ្ចឹងហើយគឺគាត់មានតម្រូវការអញ្ចឹងគាត់ក៏ទិញចូលថែមទៅចាពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារវាមានការខ្វះខាតកូនមាន់មកយើងអញ្ចឹងឥឡូវយើងទៅមើលបច្ចេកទេសនៃការភ្ញាស់កូនមាន់របស់គាត់ខ្លួនឯងថាតើគាត់ធ្វើបែបណាដែលនៅពេលដែលនាងខ្ញុំដាច់កូនមាន់អាចបានផ្គត់ផ្គង់គាត់ក៏ប៉ុន្តែគាត់នៅតែមានកូនមាន់ចាំឥឡូវយើងទៅមើលកន្លែងគាត់ទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទីតាំងសម្រាប់គាត់ភ្ញាស់កូនមាន់របស់គាត់និយាយទៅវាមានសបុកគាត់តុងប្រហែលជា6-7សបុកហើយសម្រាប់សបុកមួយហ្នឹងគឺវាមានមេមាន់មួយសម្រាប់ក្រាបពងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាតែដោយសារជាស្ដែងពេលថ្ងៃអញ្ចឹងវាអត់នៅទេវាដើររកចំណៃដើររកអីបាត់ដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់មាន់នេះដែរគឺគាត់មានមេមាន់ខ្ទង់6-7សម្រាប់ភ្ញាស់ខ្លួនឯងអាហ្នឹងគាត់ចិញ្ចឹមលក្ខណៈថាបែបញាស់ចិញ្ចឹមខ្លួនឯងដោយគាត់អត់ទិញគេអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយឥឡូវយើងទៅមើលកូនមាន់ថានៅពេលដែលញាស់គាត់ដាក់ទៅបែបណាអញ្ចឹងទៅមើលជាមួយនេះខ្ញុំចាពុកម៉ែបងប្អូនទាំងអស់គ្នាដូចឃើញខាងក្រោយនាងខ្ញុំនេះគឺប្រភេទកូនមាន់ដែលគាត់នៅពេលដែលភ្ញាស់ភ្លាមគឺគាត់យកមកដាក់ត្រង់តូចហ្នឹងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនិយាយទៅការថែទាំគាត់លក្ខណៈសាមញ្ញមែនទែនដោយសារដឹងស្រាប់ហើយអាកាសធាតុឥឡូវហ្នឹងវាក្តៅខ្លាំងអញ្ចឹងហើយពេលថ្ងៃយើងបាច់បិទបាំងអីទេយើងបើកវាចំហឲ្យខ្យល់វាចេញចូលធម្មតាអញ្ចឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់កូនមាន់នេះដែរនៅពេលយប់ឡើងសម្រាប់គាត់មានភួយដូចនៅខាងក្រោយនេះខ្ញុំអញ្ចឹងគាត់គ្រាន់តែយកមកក្រោបនិយាយទៅគាត់លក្ខណៈថាងាយស្រួលអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាយើងមានតែភួយចាស់មកយើងក្រោបវាទៅគឺវាខុំវាកក់ក្ដៅល្អអញ្ចឹងនៅពេលដែលផឹកឡើងវាមានបើកកំណៅថ្ងៃមកគឺយើងបើកវាចេញធម្មតាដូចពេលថ្ងៃអញ្ចឹងចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយដូចឃើញខាងក្រោយនេះខ្ញុំអញ្ចឹងមានមេមាន់មួយវាគ្រប់ពេញហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារមាន់យើងទៅបាច់ចេញអញ្ចឹងហើយវាអត់ទៅណាទេវានៅក្បែរកូនវាអញ្ចឹងហើយសម្រាប់យប់ឡើងយើងចាត់តែមេមួយហ្នឹងឲ្យវាខំអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាយើងមិនបាច់ដាក់កម្ដៅវាក៏បានដែរដោយសារគាត់ដាក់តែមេមាន់ហ្នឹងឲ្យកម្ដៅមកហើយនៅពេលព្រឹកឡើងគឺយើងចាប់មេមាន់នឹងចេញវិញទៅហើយយើងដាក់បើកវាចំហយ៉ាងធម្មតាអញ្ចឹងជាមូលហេតុធ្វើឲ្យមេមាន់នឹងវាអត់ទៅណាអញ្ចឹង
ចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរនាងខ្ញុំមានដំណឹងល្អមួយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់ចិញ្ចឹមមាន់ស្រែប្រភេទពូជស្គួយឥឡូវនេះនាងខ្ញុំមានវិញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានអីពុកម៉ែបងប្អូនទាំងអស់គ្នាអាចកំងបានចាហើយសម្រាប់វីដេអូនេះដែរនាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាអរគុណជម្រាបលា